បញ្ហាមួយដែលគ្នាយើងជួបប្រទះពេលប្រើកុំព្យូទ័រគឺពេលយើងបើកកុំព្យូទ័រមកគឺ app វាហ្នឹង load នៅលើ auto មកយើងអត់បានបើកវាអញ្ចឹងយើងឆ្ងល់ថាមិនបានវាបើកអាហ្នឹងតកតងជាមួយនឹង start up app យើងអាចបិទវាបានបើសិនជាយើងអត់ចង់ឲ្យវា load ញ៉ៃៗដោយសារតែ load ញ៉ៃៗហ្នឹងវាអាចនឹងធ្វើឲ្យកុំព្យូទ័រយើងដើរយឺតនឹងវារំខានយើងពេលចុចបិទអីចឹងអញ្ចឹងវិធីបិទរបស់វាគឺយើងអាចចូលទៅក្នុង Task Manager យើងអាច search រកពាក្យហ្នឹងផ្ទាល់ក៏បានដែរយើងពាក្យ search ពាក្យ Task Manager មកនេះ search មកលើហ្នឹងហើយឬបើយើងចុចលើ key យើងចុច Control Shift ហើយនឹង Escape Control Shift Escape នៅលើហ្នឹងយើងចុចតាណានេះមកនេះគឺវា load ផ្ទាំងមកបែបនេះបន្ទាប់មកអ្វីដែលយើងត្រូវទៅមើលគឺនៅក្នុង Startup Web យើងចុចមកគឺវាមាន app មួយចំនួនដែលយើងបើកឲ្យវា load ឧទាហរណ៍មិញគឺ Opera ខ្ញុំចូលទៅ check មក Opera គឺកន្លែង status នេះគឺវា enable អញ្ចឹងវាគ្រាន់តែបិទ enable ហ្នឹងទៅ disable វិញគឺវាបាត់ហើយអញ្ចឹងដើម្បីបិទយើងធ្វើម៉េចយើងចុច right click មកវាមានពាក្យ disable អញ្ចឹងយើងចុចតែប៉ុណ្្នឹងមកគឺវា load ទៅ disable គឺបានហើយអញ្ចឹងនៅពេលដែលយើងបើកកុំព្យូទ័រមកគឺឡើងមានកម្មវិធីណា load មកញ៉ៃៗទៀតហើយ